លោកគ្រូដោយសារថាវត្តនាងខ្មៅនេះរាល់ថ្ងៃកូននេនច្រើនដល់ពេលឥឡូវ7500អង្គហើយលោកគ្រូអត់នៅទៀតមើលទៅអាចត្រូវខ្ញុំសង្ឃឹមថាអត់មានខ្ញុំជាប្រសង់ហើយព្រះអង្គនៅទីនេះនឹងអាចជំនួសការងារខ្ញុំហើយខ្ញុំក៏នៅតែចេញចូលទីនេះជាកន្លែងដែលខ្ញុំអ្នកបង្កើតឡើងជាកន្លែងដែលខ្ញុំអ្នកចាប់ផ្ដើមអញ្ចឹងខ្ញុំមិនអាចទៅចោលកន្លែងនេះហើយណាមួយចិត្តខ្ញុំមិនដាច់ផងពុទ្ធបរិស័ទមិនអាចឲ្យកូនព្រះអត់ចហាន់ឆាន់ទេខ្ញុំជឿជាក់ចឹងថាពុទ្ធបរិស័ទមកប្រាសាទនាងខ្មៅហើយនឹងវត្តបណ្ដាវត្តផ្សេងច្រើនព្រោះរាល់ថ្ងៃឃើញបណ្ដាវត្តផ្សេងក៏ទទួលកូននេនច្រើនដែរគាត់ថាវត្តនាងខ្មៅច្រើនជាងគេហើយកូននេនដែលនៅវត្តនាងខ្មៅភាគច្រើនសិតតែកំព្រាឬមួយក៏ខ្វះខាតឬមួយក៏មិនយកគ្រូកំព្រាប្រហែលជា90%វ៉ាកំព្រា90%មួយទៀតប្រពន្ធមានប្តីថ្មីកូនអត់អាចនៅជាមួយបានប្តីមានប្រពន្ធថ្មីកូនអត់អាចនៅជាមួយបានយកផ្ញើយាយហើយយាយអត់មានចិញ្ចឹមកើតមានយកផ្ញើលោកតែចឹងឯងរត់ឆ្នាំនៅលោកនេះហ្នឹងទុកធ្ងន់មិនដែរធ្ងន់យូរហើយបានជាខ្ញុំសឹកដោយសារខ្ញុំសុំជីវិតខ្លួនខ្ញុំខ្លះព្រោះខ្ញុំរស់ធ្ងន់យូរហើយកណាសុំសម្រាប់ខ្លួនតិចបាទហ្នឹងហើយมันមានបំណងអីទៅចោលកន្លែងហ្នឹងទេខ្ញុំជាប្រសក់តែនៅតែខ្ញុំមកកន្លែងនេះទៅដែរទេមិនមែនជាប្រយោជន៍របស់ខ្ញុំទេជាប្រយោជន៍របស់សង្គមជាតិយើងណាចុះឥឡូវខ្ញុំមួយឆ្នាំខ្ញុំទទួលបាន300ជាងនេះហើយអត់ចេះអក្សរសិស្សប្រុសទាំងអស់ហើយខ្ញុំ13ឆ្នាំខ្ញុំទទួលបាន4677នេះពួកគាត់ទាំងអស់សិស្សអត់ចេះអក្សរពួកគាត់អត់ចេះអក្សរបើមិនបានមកកន្លែងខ្ញុំហើយមិនបានមកបដិបដាមិនបានមកបួសនឹងទៅជាអីខាងនេះសម័យហើយសិស្សសរសទ្រូងណាសិស្សមនុស្សប្រុសណាអញ្ចឹងលោកគ្រូកនេះគឺនៅយ៉ាប់កណានៅចុកវត្តឡើយខ្ញុំមើលមកមិនលោកគ្រូនិយាយអាត្មាដែរហ្នឹងគ្រូកណានៅកណាបានរៀបចំអង្គនេះបានជាវពីប្រជាកសិករ170តោនកិនមកបានជាស្រូវ780តោនបានជាអង្គ780តោនយកមកវត្តប្រាសាទនាងខ្មៅ5តាមប្រកេនលោកហើយមានមីទឹកត្រីទឹកស៊ីអ៊ីវហើយនឹងសភៅបិចជូនកូននេនពួកអីដឹងថានៅប្រាសាទនាងខ្មៅទទួលកូននេនច្រើនណាហើយមានអាហារប៉ុនមានស្ករខ្ញុំសូមថ្លែងអំណរគុណបងស្រីបងដែលបានជាគ្រូទៅដល់ការរស់នៅរបស់សង្ឃទីនេះហើយខ្ញុំក៏ត្រេកអរនៅអ្វីដែលញោមមិនបានបំភ្លេចនៅកន្លែងនេះណាព្រោះមិនមែនរស់តែខ្ញុំទេហើយក៏មិនមែនជាប្រយោជន៍ខ្ញុំតែគឺប្រយោជន៍ទាំងអស់គ្នាជាពិសេសកូនខ្មែរយើងពួកគាត់ដែលអត់ចេះអក្សរអត់មានឪពុកម្ដាយហ្នឹងដូចឃើញបងប្អូនក្មួយស្លៀកពាក់អាវសកោទាំងអល់ហ្នឹងសិតតែអ្នកត្រៀមបួសដល់ទៅ70នាក់អូត្រៀមបួស70នាក់ទៀតប៉ុន្តែរាល់ថ្ងៃប្រាសាទនាងខ្មៅដូចជាកូននេះច្រើនស្រាប់ហើយដូចជាច្រើនតែឥឡូវបានកងស្រាប់អត់បានកង380អង្គ380ហើយឥឡូវ70នាក់ទៀតត្រៀម70នាក់ទៀតវាចូលឡើង7500ខ្ញុំនិងព្រះអង្គភិនវុធីហ្នឹង19ចំនួនហើយបំពោះហើយអត់ដែលឲ្យអាណាព្យាបាលចេញលុយអីទេពួកខ្ញុំអ្នកធ្វើទាំងអស់ចូលបច្ច័យមួយព្រះអង្គហ្នឹង260,000បច្ច័យហ្នឹងដែលយើងយកមកហ្នឹងចាត់ចែងសម្រាប់ប្រគេនឧបជាខ្លះប្រគេនព្រះអង្គបំពោះខ្លះហើយយើងសល់បច្ច័យហ្នឹងខ្លះយើងចាត់ចែងក្នុងពិធីបុណ្យហ្នឹងណាបាទជាទូទៅចឹងឯងហើយមិនឲ្យអាណាព្យាបាលចេញស្បង់ពីពោទេដឹងគាត់អ្នកក្រដែរលោកគ្រូដោយសារថាវត្តនាងខ្មៅនេះរាល់ថ្ងៃកូននេនច្រើនដល់ពេលឥឡូវ7500អង្គហើយលោកគ្រូអត់នៅទៀតមើលទៅអាចត្រូវខ្ញុំសង្ឃឹមថាអត់មានខ្ញុំជាប្រសង់ហើយព្រះអង្គនៅទីនេះនឹងអាចជំនួសការងារខ្ញុំហើយខ្ញុំក៏នៅតែចេញចូលទីនេះជាកន្លែងដែលខ្ញុំអ្នកបង្កើតឡើងជាកន្លែងដែលខ្ញុំអ្នកចាប់ផ្ដើមអញ្ចឹងខ្ញុំមិនអាចទៅចោលកន្លែងនេះហើយណាមួយចិត្តខ្ញុំមិនដាច់ផងមុនចាក់ចេញខ្ញុំគិតថាតែពេលក្រោយនឹងអាចធ្វើការជំនួសខ្ញុំបានហើយសិតតែមានសមត្ថភាពគ្រប់អង្គគ្រាន់តែគេមិនស្គាល់លោកតែប៉ុណ្ណឹងឯងតែចំណេះដឹងលោកមានគ្រប់គ្រាន់បាទមួយទៀតមានគោលគំនិតមួយថាការដែលចិញ្ចឹមកូនព្រះមិនក្រទេពុទ្ធបរិស័ទមិនអាចឲ្យកូនព្រះអត់ចហាន់ឆាន់ទេខ្ញុំជឿជាក់ចឹងថាពុទ្ធបរិស័ទមកប្រាសាទនាងខ្មៅហើយនឹងវត្តបណ្ដាវត្តផ្សេងច្រើនព្រោះរាល់ថ្ងៃឃើញបណ្ដាវត្តផ្សេងក៏ទទួលកូននេនច្រើនដែរថាវត្តនាងខ្មៅច្រើនជាងគេខ្ញុំគិតតាំងពីដើមឡើយមកមុននឹងខ្ញុំចេញពីវត្តបទុមនៅទីនេះខ្ញុំគិតថាចង់ឲ្យមានគ្រប់កន្លែងមិនបានតែខ្ញុំធ្វើកន្លែងខ្ញុំមួយហើយគេឃើញថាខ្ញុំធ្វើទៅរួចធ្វើទៅមានប្រយោជន៍ឲ្យវត្តដតីមេត្តាធ្វើតាមទៅដើម្បីជួយសម្រាប់បន្ទុកគ្នាថ្មីត្បិតថាយើងចំណាយប្រាក់ច្រើនមែនមួយខែមិនក្រោម$10,000ទេអញ្ចឹងច្រើនមែនតែយើងកុំយកច្រើនដូចនាងខ្មៅទៅយក50អង្គអីទៅអាចល្មមមកទប់បានហើយគ្រប់ខេត្តនឹងកាត់បន្ថយក្មេងៗអត់ចេះអក្សរច្រើនយកមកបង្រៀននៅវត្តកន្លែងនេះគឺថ្នាក់មត្តេយ្យឡើង
7 ថ្នាក់ អូ តែនេះថាអត់ចេះអក្សរទេ នៅវត្តហ្នឹងមានសាលាទៀត បាទនោះ សាលាម្ដី តែកូនណែនដែលនៅវត្តនាងខ្មៅភាគច្រើនសុទ្ធតែកំព្រាឬមួយក៏ខ្វះខាតឬមួយក៏មិនយកគ្រូ កំព្រាប្រហែលជា 90% វ៉ាកំព្រា 90% មួយទៀតប្រពន្ធមានប្តីថ្មីកូនអត់អាចនៅជាមួយបានប្តីមានប្រពន្ធថ្មីកូនអត់អាចនៅជាមួយបានយកផ្ញើយាយហើយយាយអត់មានចិញ្ចឹមកាត់មានយកផ្ញើលោកតែចឹងឯងរត់ឆ្នាំនៅលោកនេះ ចឹង បាទហ្នឹង ទុកធ្ងន់មិនដែរ ធ្ងន់យូរហើយ ធ្ងន់យូរ បានជាខ្ញុំសឹកដោយសារខ្ញុំសុំជីវិតខ្លួនខ្ញុំខ្លះព្រោះខ្ញុំរស់ធ្ងន់យូរហើយ កណា 10 សុំ ឆ្នាំ សម្ ហើយ រាប់ខ្លួនបន្តិច បាទហ្នឹងហើយ ណា ខ្ញុំធ្លាប់ទេហើយបើខ្ញុំអត់យកប្រពន្ធខ្ញុំសឹកធ្វើអីខ្ញុំធ្លាប់ទេហ៎ កណា ខ្ញុំនៅលោក ណា តែខ្ញុំសឹកនេះបានន័យថាខ្ញុំចង់ត្រូវការគ្រួសារ ណា ចង់ត្រូវការជីវិតរបស់ខ្ញុំខ្លះខ្ញុំនៅលោកសង្ឃច្រើនពេកហើយអញ្ចឹង ចាស់ពេក បាទតែប៉ុណ្ណឹងហើយខ្ញុំត្រូវការជីវិតប្រសក់ខ្លះ ណា តែរឿងថ្ងៃណាខ្ញុំមិនដឹងដែរ កណា ចាំមើលបុណ្យកុសលសិនណាបើសិនខ្ញុំមានប្រពន្ធញាតិញោមមកគិតផ្សេងអើយទៅអីទៀតគេមានប្រពន្ធអីតែកុំគិតខ្ញុំកុំគិតថាខ្ញុំមិនទៅរឿងខ្ញុំកុំគិតខ្ញុំតែខ្ញុំផ្ដាំថាខ្ញុំមិនក៏មិនទៅកុំគិតខ្ញុំអីតែគិតកូនចៅខ្ញុំពុកប្រសងนั่นឯងតែព្រោះមិនមែនជាប្រយោជន៍របស់ខ្ញុំទេ ជាប្រយោជន៍របស់សង្គមជាតិយើងណា ចា ចុះឥឡូវខ្ញុំមួយឆ្នាំខ្ញុំទទួលបាន300ជាងនេះហើយអត់ចេះអក្សរសិស្សប្រុសទាំងអស់ហើយខ្ញុំ13ឆ្នាំខ្ញុំទទួលបាន4677នាក់ពួកគាត់ទាំងអស់សិស្សអត់ចេះអក្សរពួកគាត់អត់ចេះអក្សរបើមិនបានមកកន្លែងខ្ញុំហើយមិនបានមកបដិបដាមិនបានមកបួសនឹងទៅជាអីខាងនេះសម័យហើយសិស្សសសរទ្រូងណាសិស្សមនុស្សប្រុសខ្ញុំគិតថាឥឡូវនេះដែលបានសម្រេចរបស់ខ្ញុំហ្នឹងគឺសិស្ស13ឆ្នាំជាងហ្នឹងខ្លះក៏គេចប់អនុបណ្ឌិតខ្លះក៏គេចប់បញ្ញាបត្រខ្ញុំបង់សាលាជាមួយព្រះអង្គភិនវុធីទាំងមួយឆ្នាំក៏ខ្ញុំបង់ថ្លៃសាលាឲ្យបញ្ញាបត្រដែលលោកឡើងម្នេះទៅ$12080 $12080 ក្នុងមួយឆ្នាំដែលខ្ញុំត្រូវបង់ឲ្យបាទមន្ត្រីសង្ឃណាគ្រូដែលមកបរិញ្ញានេះគឺត្រូវរៀនត្រូវយើងជួយរៀនវិញបានលោកមានកម្លាំងមកបរិញ្ញា ចា មកបរិញ្ញានេះមានបានប្រាក់ខែណាតែយើងថាឥឡូវមកជួយលោកគ្រូទៅលោកគ្រូបង់សាលាឲ្យហើយមានរថយន្តសម្រាប់ជូនទៅតែម៉ោង10គេឡើងទៅអស់ល្ងាចម៉ោង7 8បានមកដល់វត្តវិញ កូនណែនបួសតាំងពីក្មេងមកដល់ធំភាគច្រើនពេលរៀនចប់បំរើដូចថាខាងពុទ្ធសាសនាទៀតឬមួយចប់ចេញធ្វើការ សិទ្ធិរបស់គេទេបងយើងមិនខ្វាត់ទេ តែភាគច្រើន ភាគច្រើនសប្តាហ៍ថ្ងៃនេះវាមានសឹកខ្លះមាននៅលោកខ្លះតែដែលខ្ញុំទទួលបានមកហ្នឹងក៏គេសឹកទៅក៏គេធ្វើការនៅក្រសួងស្ថាប័នខ្លះ បានការងារល្អ ហើយគេនៅណាគេសុខគេសប្បាយយើងគ្រាន់តែផ្ដាំទេថាកូនសិស្សជោគជ័យកូនសិស្សល្អគ្រូសប្បាយចិត្តកូនសិស្សមិនល្អកូនសិស្សមិនជោគជ័យហើយមានរឿងអាស្រូវអីផ្សេងគ្រូមិនសប្បាយចិត្តទេព្រោះធ្លាប់ជាកូនសិស្សរបស់លោកគ្រូអញ្ចឹងណានឹងខ្ញុំផ្ដាំអញ្ចឹងឯងហើយមិនមែនជាប្រយោជន៍ខ្ញុំទេណា គឺប្រយោជន៍បើចូលមកបួសយូរប្រយោជន៍សាសនាមានធនធានប្រសងបើសឹកទៅវិញចេះអក្សរស្គាល់សិលធម៌ខ្លះអីខ្លះជាប្រយោជន៍របស់ជាតិផងកុំឲ្យ4000ជាងអង្គដែល3-10ឆ្នាំហ្នឹងអត់ចេះអក្សរចូលទៅជាក្មេងហិតកៅទៅជាបងតូចបងធំឬក៏យ៉ាងណាយ៉ាងណីក៏សង្គមយើងញ៉ៃញ៉ៃនេះគំនិតខ្ញុំអញ្ចឹងឯងបាទ បញ្ហាសង្គមជួយប្រទេសជាតិបានច្រើន ចាជាចុងក្រោយនេះគឺក្រុមខាងទីបែលប៉ារីសហ្នឹងក៏មកថ្លែងអំណរគុណដែលលោកគ្រូបានជួយក្នុងពុទ្ធសាសនានិងបានជួយដល់កុមារព្រាអីទាំងអស់គ្នាហ្នឹងដែលបានជួយចំនួន4000នាក់ហ្នឹងក៏សូមថ្លែងអំណរគុណដល់លោកគ្រូដែលបានជួយគ្រប់បែបយ៉ាងនៅក្នុងសង្គមជាតិនិងផ្នែកពុទ្ធសាសនានិងអង្គហ្នឹងក៏សូមថ្លែងអំណរគុណសូមឲ្យលោកគ្រូនឹងសឹកទៅនឹងមានវាសនាល្អ បាទខ្ញុំសុំតែឲ្យសុខភាពខ្ញុំល្អទេ ប៉ុណ្្នឹងឯងថ្លៃ ឲ្យវា តែប៉ារីសុខភាពល្អ បាទ ថាលោកគ្រូសឹកទៅជួយប្រជាជនបានតែច្រើនចិត្តជាតិ បាទអរគុណ